វិសាខាចូលធ្វើអាហ្គេងប៉ះអោជីហាជាប់បាំងហើយជីហាអូយបាទសេវាចេញពីកីឡាករ Simon Gill អត់ឆ្លងទេបាទអរគុណទៅដល់កេងសបឹកដែលបានឧបត្ថម្ភផ្ដាច់មុខនៅក្នុងព្រឹត្តិការណ៍ Day Julik តាំងពីរដូវកាលទី1រហូតដល់រដូវកាលទី3នេះសេវាចេញពីកីឡាករ Ageng ឥណ្ឌូនេស៊ីចេញក្រៅដូចគ្នាខូចដូចគ្នាបាទមួយតាក់ពីលេមួយចេញក្រៅបាទដូច្នេះបន្ទុកបានទៅខាងសមាគមបាល់ទះវិសាខាកីឡាករលេខ18សញ្ជាតិបារាំងឈ្មោះថា Gempeng បាទ Gempeng បាទចេញមកឲ្យ Gempeng អូយប៉ោងចេញមកខាងក្រៅហើយក៏សូមជម្រាបពុកម៉ែបងប្អូនថាប្រសិនបើសិតនេះវិសាខាគាត់ឈ្នះនោះការប្រកួតនឹងបញ្ចប់ក្នុងលទ្ធផល3-0ប៉ុន្តែអង្គរៈឈ្នះសិតនេះនឹងបន្តទៅកាន់សិត4ហើយអង្គរៈឈ្នះសិត4ទៀតនឹងបន្តទៅកាន់សិត5ណាអ៊ុនជីហាក់ប៉ះសេវាអ៊ុនជីហាក់ពិបាកចាប់ប្រិមិត្តបាទពិបាកចាប់អ៊ុនជីហាក់បាទពិន្ទុអង្គរៈ3វិសាខា2តោះបងប្អូនកុំភ្លេច share ឲ្យបានច្រើនហើយកុំភ្លេចជួយ screenshot បាទ view ទុកឲ្យខ្ញុំបាទផងពីព្រោះថានៅនេះអត់ដើរទេអ៊ីនធឺណិតបាទមនុស្សច្រើនបងប្អូនជាង 7,000 នាក់យើងរាប់ត្រួសនៅខាងក្នុងបងប្អូនណាប៉ុន្តែបងប្អូនដែលអត់បានទស្សនាទៅត្រឡប់ទៅផ្ទះច្រើនអរគុណណាស់សម្រាប់ទឹកចិត្តស្រឡាញ់គាំទ្រវិស័យបាល់ទះជាពិសេសនោះគឺចង់ឃើញសមត្ថភាពកីឡាករប្រទេសគាត់លេងបាទលើនេះបាទសេវាបាទ 65k ពិតជាមិនធម្មតាទេបងប្អូនបាទថ្នាក់បានប៉ះឲ្យណាផលរតនា 76k បោយបងប្អូនដល់ជិត 100k ហើយបាល់ទះរបស់យើងបំបែកឯកតកម្មហើយបាទបាល់ទះរបស់កម្ពុជាយើងគឺថាបំបែកឯកតកម្មហើយបាទតាមចិត្តចង់ 100k បងប្អូនណាបាទបាល់ទាត់បាទដឹង 100k បាល់ទាត់បាទសមាជិកពិភពរតនៈជោគកញ្ញារបស់ Louis បាទឲ្យឆ្វេងសុយខនេះបាទសុយខបន្ទុក4-3បាទសមាជិកពីកីឡាករ Faria ថ្នាក់ឲ្យឆ្វេង Gofrin យកបានពីរៈស្មីឲ្យលូវេចូលត្រាក់គីម៉ាក់ឡងមកវិញឲ្យលូវេបោះបន្តិចយកបានពីដៃសេតើវឿនវាសនាបោះបន្តិចបាទថ្នាក់ឲ្យ Gofrin កីឡាករ opposite spiker បាទសញ្ជាតិអាមេរិកពិតជាល្អក្នុងការម៉ាត់ផ្ដាច់យកបន្ទុកមិនល្អមើលប៉ុន្តែល្អហូបបាទមិនល្អមើលប៉ុន្តែល្អយកបន្ទុកបាទបន្ទុក4ស្មើបងប្អូនដែលកំពុងតែទស្សនាតាមគេហដ្ឋានបាទកុំភ្លេចជួយហូទាំងអស់គ្នាហើយក៏កុំភ្លេច share ទាំងអស់គ្នាបាទសេវាចេញពីកីឡាករលេខ4 Gofrin ចូលត្រាក់របស់ Louis ប៉ះឲ្យសុយខតវឿនវាសនាបាទ Gempeng យកបានពី Faria ឲ្យ Louis ជាប់បាំងវឿនវាសនាហើយ Louis អូហូយ
បន្ទុវិសាខានាំមុខមួយពង5ទល់នឹង4បាទលើនេះហ្វេនរបស់វិសាខាកំពុងតែបង្ហើសំឡេងបាទសប្បាយរីករាយពេញស្តាតតែម្ដងឥឡូវសេវាចេញមកពី Kofrin ចូលដៃរបស់ Louis Farrell ឲ្យ Louis ដាច់ស្អាតណាស់មកគ្រាប់នេះរបស់ Louis Evans បាទយ៉ាងណាបងប្អូននេះគឺជាការប្រកួតសន្សំពិន្ទុណាមិនទាន់ដល់វគ្គផ្ដាច់ព្រាត់ទេមិនទាន់ដល់វគ្គផ្ដាច់ព្រាត់ទេគ្រាន់តែវគ្គសន្សំពិន្ទុនៅជុំទី2សប្តាហ៍ទី1បាទចូលថ្នាក់ប៉ះឲ្យបាទយកបានវិញផ្ទះទៅលើឲ្យអាហ្គេងយកបានវិញឆ្កាប់បន្តិចវិវាសនាប៉ះឲ្យស៊ុយខតយកបានពីហ្គេមផឹងដល់ឲ្យ Kofrin ចេញក្រៅបាត់ទៅហើយបាទ Kofrin បន្ទឺបានទៅខាងបញ្ជីការដ្ឋានអង់គ្លេស6ទល់នឹង56ទល់នឹង5បាទសេវាចេញពីកីឡាករឆ្នើម Louis គេជាក្របពេជ្ររបស់បញ្ជីការដ្ឋានអង់គ្លេសចូលថ្នាក់បោះមកក្រោយវ៉ាវយកបានវិញឲ្យអាហ្គេងទូលបាំងទៅក្រោយជោគកញ្ញារបស់គីមហាប់ឲ្យវឿនវាសនាវឿនវាសនាទើបតែទទួលដំណឹងល្អពីក្លឹបតៃវ៉ាន់ Winstreak បងប្អូនអញ្ចឹងក្លឹប Winstreak នៅតៃវ៉ាន់នោះគាត់បានបន្តកុងត្រាឲ្យវិសាខាទៅជួយមួយឆ្នាំទៀតហើយគឺឆ្នាំ2026 2027បាទអញ្ចឹង Winstreak គាត់នៅតែបាទត្រូវការវុលវាសនាដើម្បីជួយក្រុមអបអសាទរផងបាទវុលវាសនាបាទតម្លៃខ្លួនអត់ដឹងថាឡើងប្រមាណទេវាសនាឥឡូវនេះឥឡូវសេវាមកហើយវាសនាអូយវឿនវាសនាបាទកីឡាករដែលមានដើមកំណើតមកពីខេត្តបាត់ដំបងបាទអ្នកបាត់ដំបងជួយសែផងបាទសេវាចេញពីវឿនវាសនាមកគ្រាប់បាយមិនលឿនដូចកំជ្រួចប៉ុន្តែមកគ្រាប់នេះមិនមានប្រសិទ្ធភាពទេអត់ឆ្លងបន្ទឺ7ស្មើបាទជីវវែងចូលថ្នាក់វឿនវាសនាហ្គីលឲ្យណា Kofrin បាំងមិនដឹងជាបាំងនៅទីណាបាទ Louis មិនគាត់ស្វែងនៅខាងក្រោយចំហើយប៉ុន្តែចំដៃមកចំហៀងបាទបើបានដៃពីរអីអាចឡើងទៅលើមិន8ទល់នឹង7បាទសេវាចេញពីកីឡាករនិមលចូលថ្នាក់ Louis មកវេ Farrell ឲ្យស៊ុយខនបាំង3បាទសូមធ្វើការតវ៉ាសិនបាល់នេះយ៉ាងម៉េចប្រិមិត្តបាទមិនដឹងថាតវ៉ាទៅលើអ្វីដែរបងប្អូនខ្ញុំមើលអត់តាន់បាទវីលេឬក៏យ៉ាងម៉េចបាទជាក្នុងឱកាសនេះខ្ញុំបានមិនភ្លេចទេម្ចាស់ឧបត្ថម្ភធំបាទគឺស្រាបៀរ Kingsburg អបអសាទរ Kingsburg រសជាតិលំដាប់ពិភពលោកឈ្នះមេដាយកម្រិតពិភពលោកឆ្នាំ2026ពី Mon Selection Kingsburg ស្រាស្រួលផឹក Kingsburg មើលបាល់ទះមាន Kingsburg មានបាល់ទះបាទបន្តិចទៀតយើងនឹងដឹងបាទ
រូបភាពពីវីដេអូ challenge ថាបាល់នេះយ៉ាងណាយ៉ាងនេះបាទសូមបញ្ជាក់បងប្អូនដែលកំពុងទស្សនាតាមការផ្សាយផ្ទាល់បងប្អូនណាអញ្ចឹងនៅថ្ងៃទី21នេះយើងចាប់បាទសប្តាហ៍ទី1ហើយជុំទី2អញ្ចឹងយើងនឹងបញ្ចប់បាទអញ្ចឹងយើងនឹងចូលវិញនៅថ្ងៃទី27 28បាទថ្ងៃ1យើងលើកទៅដល់ថ្ងៃ3បងប្អូនណាបាទថ្ងៃ3ក៏យើងប្រកួតវគ្គផ្ដាច់ព្រាត់តែម្ដងបាទរូបមន្តយើងនោះគឺលេខ1ប៉ះលេខ4បាទវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បាទលេខ2ប៉ះលេខ3ណាបងប្អូននេះគឺជារូបមន្តរបស់យើងហើយអ្នកចាញ់ប៉ះអ្នកចាញ់ដណ្ដើមលេខ3អ្នកឈ្នះប៉ះអ្នកឈ្នះដណ្ដើមលេខ1បាទសូមអធិស្ឋានបាទថ្ងៃនេះវីដេអូ challenge រៀងយូរបន្តិចហើយប្រិមិត្តក្រុមការងារលោកកំពុងតែដុតដៃដុតជើងបាទបន្តិចទៀតហ្នឹងបងប្អូននឹងបានឃើញហើយកុំអានអន្ទះសារបាទខ្ញុំបាទជាអ្នកអត្ថាធិប្បាយនេះក៏អន្ទះសារជាងពុកម៉ែបងប្អូនយើងទៀតចង់ឃើញថាបាល់នេះយ៉ាងម៉េចហើយអាងនឹងការប្រកួតរបស់យើងបន្តទៅមុខទៀតបាទពីព្រោះថាពេលវេលាចេះតែរំកិលទៅមុខហើយអត់ចាំយើងទេបាទនេះមកហើយបងប្អូនរូបភាពពីវីដេអូ challenge វីលេឬក៏មិនវីលេបាទ net touch បាទវីលេអត់ធ្លាក់មកហើយវីលេបាទវីលេរតនៈបាទពិន្ទុ8ស្មើអាសេវាចេញពីកីឡាករស៊ុយខនចូលប្រញាំរបស់វិស្នាឲ្យខ្លីវរតនៈយកបានមកវិញបាញ់បញ្ចុះពី Farrell ចូលកញ្ញាំរបស់ Kofrin ឲ្យណែហ្គេមផឹងបាទសឹងតែដាច់គ្រប់បាល់ទៅហើយបាទកីឡាករសញ្ជាតិបារាំងហ្គេមផឹងលេខ18រូបនេះអូហូយបាទសេវាចេញពីកីឡាករលេខ11 Simon Gill បងប្រុសបង្ការរបស់ Thomas Gill ដែលជួយឲ្យវិសាខាលើក Win Streak Invitational រយៈកាលទី1ណាស៊ុយខនកីឡាករបាទផលិតផលក្នុងស្រុករបស់យើងប៉ុន្តែគុណភាពអែមបាទស៊ុយខនគាត់មកពីតាកែវបាទអញ្ចឹងអ្នកតាកែវបាទជួយ share ម្នាក់មួយផងបាទអាហ្គេងលេខ14បាទត្រៀមចេញសេវាឲ្យបន្ទុកដេញគ្នាឥឡូវតាមស្មើគ្នាទៀតហើយបាទលើសេវាចេញពីអាហ្គេងអូយអាហ្គេងវាយសេវាបានល្អទេបន្ទុកបានទៅខាងសមាគមបាល់ទះវិសាខា10-9 10-9សេវាចេញពីកីឡាករលេខ18ហ្គេមផឹងចូលថ្នាក់ជាប់ប៉ាំងណែតែម្ដងជាប់ប៉ាំងហើយបាទជីហាក់បាទបញ្ជាការដ្ឋានអង្គរៈថ្ងៃនេះពិបាកទម្លុះរនាំងរបស់វិសាខាមែនតើបាទយ៉ាងណាក៏សូមបញ្ជាក់បងប្អូនម្ដងទៀតនេះគឺជាការប្រកួតសន្សំពិន្ទុជុំទី2សប្តាហ៍ទី1ហើយពិន្ទុនឹងគឺយើងរាប់ពី0ឡើងវិញបងប្អូនណាអត់រាប់បាទពីជុំទី1ទេអញ្ចឹងយើងរាប់ពី0ឡើងវិញចូលថ្នាក់ហើយស៊ុយខននៅតែធ្វើបានល្អបាទកីឡាករកម្ពុជាស៊ុយខនរបស់បញ្ជាការដ្ឋានអង្គរៈបាទពិតជាលើកមុខលើកមាត់មែនទែនបាទស៊ុយខនបាទមិនខ្ពស់ទេប៉ុន្តែកីឡាកររូបនេះគាត់លោត
và hơi đặt chụp bạn và sẽ trên pi cái lá co rẽ xa và rẽ xa đi con sợ xa con đái và trên pi center màu đinh bỏ bằng tích dọc bàn Louis tia dọc bàn mình soi con bắn cho cái cho thợ kim hạp Gil vươn về xa cho thợ rẽ xa Paul Ratna dọc bàn mình khuya bằng tích dọc bàn Gil kháng na vươn về xa bỏ tụm lẽ vươn về xa bỏ tụm lẽ nơi kháng mục ba lì tụm rõmแต่ทะเลประยุมันปกไม้บ่หมดไก่ลาก็แต่งสังแข้งสังแต่ดัดจึกเรียงខ្លួនได้ตុំរំតែទម្លាក់បានលពេលលបក់ពេញហ្នឹងអូយអ្នកដែលលេងបាល់ផ្ទះបានយល់អារម្មណ៍បាល់បែបនេះបាល់ហ្នឹងគឺប្រើកម្លាំងហត់ណាស់បងប្អូនហត់មែនតើមានការផ្លាស់ប្ដូរឲ្យសមាគមបាល់ផ្ទះវិសាខាបាទលេខ18ហ្គេមផឹងចេញជំនួសវិញដោយកីឡាករលេខ15គួននំលេខ19មួយនីមូលចេញជំនួសវិញដោយកីឡាករប្រេស៊ីលបាល់ដេញរ៉េណាន់បាទរ៉េណាន់លេខ5ដៃធំបាំងធំដាក់មកហើយបាទកីឡាករ Zimba Brazil បាទសេវាចេញពីរតនាចូលកញ្ញារបស់ Louis បាទបន្ទើបានទៅខាងបញ្ជាកាត់ឋានអង្គរៈ11 12អង្គរៈអាចយកសិទ្ធិនឹងបានទេដើម្បីបន្តទៅកាន់សិទ្ធិ4បាទសេវាទៅហើយចូលថ្នាក់វឿនវាសនានៅតែធ្វើបានល្អបាទមានបងប្អូនយើងឆ្ងល់វឿនវាសនាហេតុអីបានចប់ពីវិទ្រិកភ្លាមបាទមកលេខឲ្យវិសាខាបានបាទដោយសារតែកុងត្រាបាទវិសាខាជាមួយវឿនវាសនាកុងត្រាហ្នឹងគឺថាវាសនាចប់ភ្លាមនឹងខ្លាយទៅជាកីឡាកររបស់វិសាខាផ្លែតតែម្ដងបាទលើកសេវាចេញពីកីឡាករបាខូហ្វ្រីនអូយបាខូហ្វ្រីនអត់ទេបញ្ជឿបានទៅខាងបញ្ជីការដ្ឋានអង្គរៈ12ទល់នឹង13បាទបញ្ជីការដ្ឋានអង្គរៈធ្វើត្បិតតែគាត់ចាញ់ពីសិទ្ធប៉ុន្តែគម្លាតបន្ទុកគឺបដងទៅសងគ្នាដេញគ្នាមិនមានគម្លាតឆ្ងាយទេបាទអញ្ចឹងសមត្ថភាពនឹងលើខ្វះគ្នាតែបន្តិចទេបងប្អូនបាទប៉ុន្តែយ៉ាងណានេះគ្រាន់តែជាការប្រកួតថ្ងៃហ្នឹងទេតតែវគ្គប្រាច់ព្រាត់ទើបដឹងបងប្អូនណាហើយយើងក៏មិនដឹងដែរថាក្រុមខ្លាំងណានឹងឡើងទៅកាន់វគ្គប្រាច់ព្រាត់យើងមិនដឹងទេបាទពីព្រោះឥឡូវនេះយើងមាន6ក្រុមបាទសេវាចេញពីវឿនវាសនាចូលថារបស់អាហ្គេងប៉ះឲ្យលូវេបោះបន្តិចអូយកន្លែងនេះជន់គ្នាមិនថ្មីបោះបញ្ចូលថ្នាក់មានការវោតបាទតុងមួពីខាងអង្គរៈសិនសុំធ្វើការតបបាទអូយបងប្អូនកន្លែងរៀងមានខ្យល់បន្តិចបាទខ្ញុំបាទនេះចង់ស្ទះខ្លះហើយបាទបាទបងប្អូនយើងគាត់មកជុំគ្នាច្រើនពេកបាំងកង្ហាលហើយខ្ញុំបាទជាមួយលោកខេននេះបែកញើប៉ិនក្របពោតទេបាទឥឡូវនេះចេញពីក្របពោតទៅក្របថ្នោតទៀតបាទហើយក៏សូមអរគុណដល់ Gainsberg ដែលបានឧបត្ថម្ភបាទផ្ដាច់មុខនៅក្នុងព្រឹត្តិការណ៍ដេជូលលេខនេះរដូវកាលនេះគឺអស្ចារ្យមែនទែនបងប្អូនបាទអស្ចារ្យណាស់បាទទាំងកីឡាករទាំង sponsor ទាំងសហព័ន្ធទាំង fan ពិតជាមិនធម្មតាហើយក្រុមការងារបច្ចេកទេសរបស់យើងក៏បាទក៏លយដែរបាទឥឡូវនេះគឺថាចាប់ប្លង់បាទ swing បាទឆ្ងាញ់បាទហើយយើងមានផ្សាយច្រើនពេកបងប្អូនណានៅលើ page របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា page Gainsberg page សារព័ត៌មានប្រយោគបាទនិង page របស់ថ្នាក់ដឹកនាំយើងជាច្រើនទៀតបាទដូច្នេះបងប្អូនយើងដែលកំពុងតែទស្សនាមើល page ណាទស្សនា page ហ្នឹង
បាទកុំភ្លេចជួយ share ជួយ follow ផងដើម្បីទទួលបាននូវព័ត៌មានតាក់ទងទៅនឹងការប្រកួតបាល់ទះដេជូលីកបាទសេវាចេញពីកីឡាករឈៀងជាវវិញបន្ទុ12 14បាល់បាញ់មិញនេះគឺបាទអង្គរៈក៏តបាជោគជ័យហើយបាទ Gil ឲ្យគួនមកសោះច្បងធំសមាគមបាល់ទះវិសាខាឥឡូវនេះពិន្ទុឡើង15ទល់នឹង13បាទលើសេវាចេញមកឲ្យពីបាទរ៉ៃណាន់បាទឲ្យស៊ុយខនស៊ុយអូយបាទស៊ុយខនចេញក្រៅឆ្ងាយបាទហើយក៏លើកដៃសុំទោសមិត្តរួមក្រុមជាពិសេសនោះគឺសុំទោសទៅដល់ Favill ដែលចែកបាល់ឲ្យស្អាតហើយផ្ដាច់មិនសូវបានល្អឥឡូវនេះបាទលោកគ្រូអ៊ីនត្រាបាទសុំសម្រាប់បច្ចេកទេសបន្តិចសិនបាទប្រិមិត្តពុកម៉ែបងប្អូនយ៉ាងម៉េចដែរបាទការប្រកួតនេះបាទជក់ចិត្តបាទហើយបងប្អូនអាចទូទាយមិនទាន់ចប់ទេបញ្ចប់ទៅលទ្ធផលប៉ុន្មានសិតទល់នឹងប៉ុន្មានសិតហើយក្រុមណាជាអ្នកទទួលបានជ័យជំនះវិសាខាឬក៏បញ្ជាការដ្ឋានអង្គរៈហើយយើងខ្ញុំសូមអភ័យទោសបើសិនបើការអធិប្បាយរបស់យើងខ្ញុំទាំងពីររួមជាមួយនឹងបញ្ហាបច្ចេកទេសបាទមានការខ្វះចន្លោះកន្លែងណាក៏សូមខន្តីអធិស្ឋានផងបាទឥឡូវនេះយើងងាកមកទីលានវិញបាទសេវាចេញពី Renan បាទចូលទៅ Ageng ឲ្យស៊ុយខនមកក្របនេះបាទស៊ុយខនគាត់ផ្ដាច់បានល្អបើមានការផ្លាក់ប្ដូរបញ្ជីការដ្ឋានអង្គរៈលេខ1 Fariel ចេញជំនួសមកវិញដោយកីឡាករលេខ18 Ren Chai Hong បាទសេវាចេញពីកីឡាករលេខ9ស៊ុយខនអូយបាទស៊ុយខនបាយសេវាមកក្របនេះមិនឆ្លងទេបាទពិន្ទុ17ទល់នឹង14ឥឡូវនេះមានការផ្លាស់ប្ដូរវិញហើយបាទស៊ុយខនចេញជាមួយវិញដោយកីឡាករ Niza បាទដៃ center បាទលំដាប់ដែរនៅឥណ្ឌូនេស៊ីបាទ Gil ចូលថ្នាក់រស្មីដកបាល់ឡើងអូយចេញក្រៅបាត់ទៅហើយចេញក្រៅបាទពិន្ទុវិសាខា18ទល់នឹង14បាទសេវាចេញពីកីឡាករ Simon Gil ចូលថ្នាក់រស្មីបាទ Niza ឲ្យ Ageng បាទ Ageng បាទសេវាចេញពីកីឡាករលេខ14 Ageng ទៅឲ្យ Ageng បាយសេវាអត់សូវបានល្អទេថ្ងៃនេះបាទផ្ដល់បន្ទុកងាយជូនសមាគមបាល់ទះវិសាខា19 15គួនមុំចេញសេវាមកឲ្យគួនមុំបាទគួនមុំបាទចូលថ្នាក់រស្មីហើយណែរក្សាចេញក្រៅមកក្របទៀតបាទធីរក្សាបាទពិន្ទុ20ទល់នឹង15បាទសេវាចេញពីកីឡាករគួនមុំចូលថ្នាក់លូវីឲ្យលូវីយកបានពី Gil គីមហាប់ឲ្យវាសនាបោះលូវី Red Chai Hong បាទពិន្ទុ16ទល់នឹង20បាទ16ទល់នឹង20បាទសេវាចេញពីកីឡាករ
ភីរក្សាបាទជុលកញ្ញារបស់គីមហាប់ប៉ះឲ្យ Goffrin វ៉ាវឲ្យឆាយហងយកបាន2 Goffrin អូយការលេងសហការ Goffrin ជាមួយនឹង Simon Gill សមាគមបាល់ទះវិសាខាពិតជាលេងសង់តង់គ្រាមែនតែកន្លែងនេះលេងបាល់ទៀបខ្លីអូយបន្ទុក21ហើយបាទសេវាចេញពីកីឡាករផលរតនៈផ្ទះស្រាលហើយចូលកញ្ញាប៉ះឲ្យលូវីបាទក្របរបស់លូវីបាទចេញផ្កាភ្លើងតែម្ដងងុនណាស់បាទរ៉េនឆៃហងបាទហុង93បាទរហ័សនាមក្រៅគាត់ហុង93ចូលត្រង់របស់គួនមុំប៉ះឲ្យខ្លាយកីឡាករដេញបានលឿនលេខ5សញ្ជាតិប្រេស៊ីលរ៉េណានរូបភាពយឺតរ៉េណានកន្លែងនេះបាទគឺថាផ្ទះញាក់សាច់តែម្ដងបាទសេវាចេញពីកីឡាករលេខ4បាទខូហ្វ្រេនចូលត្រង់រស្មីបាទនីសាលូវីជាប់បាំងហើយ Monster Block កន្លែងនេះបាទអូហូយបាទឥឡូវសូមសម្រាប់បន្តិចសិនពីខាងបញ្ជីការដ្ឋានអង្គរៈអូយញាក់សាច់ហើយបងប្អូនបាទបន្ទុកគណៈពេលនេះ23ទល់នឹង17បាទធ្វើឲ្យហ្វេនរបស់សមាគមបាល់ទះវិសាខាសប្បាយចិត្តបាទផ្ទះដៃផងហូផងរំផងច្រៀងផងបាទដោយឡែកហ្វេនរបស់ BHQ ក៏មិនស្ងៀមដែរបាទនៅតែហូផ្ទះស្គរបាទដើម្បីផ្ដល់កម្លាំងចិត្តទៅដល់ក្រុមរបស់ខ្លួនបាទហ្វេនទាំងពីរក្រុមពុកមកគ្រប់គ្រងពិតជាកោតសរសើរទៅដល់ក្រុមទាំងពីរបាទទស្សនាការប្រកួតជាបន្តបន្ទុកវិសាខា23ទល់នឹង17បញ្ជីការដ្ឋានអង្គរៈលេខ4ខូហ្វ្រេនផ្ទះស្រាកីឡាករសញ្ជាតិអាមេរិកខូហ្វ្រេនតែសេវាប៉ោបាទស៊ីទៅលើបញ្ជីការដ្ឋានអង្គរៈបាត់ទៅហើយមួយគ្រាប់នេះឥឡូវនេះវិសាខាបាន match point 24-17មួយគ្រាប់ចុងក្រោយខូហ្វ្រេនបាទកាត់ទាញសេវាមួយទំហឹងរបស់ខូហ្វ្រេនបាទចេញប៉ះអង្តែនចេញក្រៅបាទសូមមើលអង្តែនបន្តិចសិនដោយសារតែអង្តែនវាបាទក៏សូមសម្រាប់ពីខាងសមាគមបាល់ទះវិសាខាសល់តែមួយគ្រាប់ទៀតទេពុកម៉ែបងប្អូននៅការប្រកួតបាទបើសិនបើវិសាខាបាទរកបានការប្រកួតនឹងបញ្ចប់នៅត្រឹម30ប៉ុន្តែប្រសិនបើអង្គរៈគាត់ធ្វើបានល្អនឹងឡើងបន្ទុកបន្ថែមទៀតមួយគ្រាប់ចុងក្រោយជាថ្មីម្ដងទៀតរបស់សមាគមបាល់ទះវិសាខាផ្ដាច់បានឬក៏មិនបានបញ្ជាការដ្ឋានអង្គរៈចេញសេវាពីលូវីធ្វើបានល្អទេលូវីបាទលូវីចូលត្រាបាទអាចខូហ្វ្រេជ័យជំនះបានទៅលើវិសាខានៅសប្តាហ៍ទី3បាទឈ្នះក្នុងលទ្ធផល25-18ពិន្ទុប្រិយមិត្តពុកម៉ែបងប្អូនបាទដូច្នេះ
វិសាខាគាត់ឈ្នះ3សិត0ដោយគ្មានការតបតទេបាទនេះគឺជាលទ្ធផលទាំង3សិតរបស់ក្រុមទាំងពីរបាទសិតទី1បញ្ជាការថានគរៈឈ្នះ19-25សិតទី2ឈ្នះ24-26សិតទី3ឈ្នះបាទសូមអធិស្ឋានវិសាខាបាទសូមម្ដងទៀតបាទសិតទី1បញ្ជាការថានគរៈចាញ់19-25សិតទី2អង្គរៈចាញ់24-26សិតទី3អង្គរៈចាញ់18-25បាទអរគុណណាស់ពុកម៉ែបងប្អូនយើងបញ្ចប់បាទសប្តាហ៍ទី1ត្រឹមថ្ងៃនេះយើងនឹងចូលសប្តាហ៍ទី2នៅថ្ងៃទី27ខែ6អរគុណទៅដល់ពុកម៉ែបងប្អូនដែលខំចំណាយពេលតាមដានទស្សនាការផ្សាយផ្ទាល់របស់សហព័ន្ធក្របកម្ពុជាត្រយងតាំងពីដើមដល់ចប់យើងសន្យាថានឹងជួបគ្នាតាមវេលានិងម៉ោងកំណត់នៅពេលនេះបាទសូមសម្រាប់បាទសូមជម្រាបលាជួបគ្នាក្នុងឱកាសក្រោយ